ថ្ងៃនេះគឺចាញ់វីដេអូវែងជូនបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបញ្ហាក្លូធ្ងន់បងប្អូនពិបាកក្នុងការលោតជាពិសេសបងប្អូនដែលទឹកមហាត់ប្រាណថ្មីបងប្អូនអាចហាត់តាមលំហាត់ប្រាណនៅក្នុងវីដេអូនេះបានបងប្អូនតកតងជាមួយនឹងការហាត់ប្រាណបងប្អូនដឹងហើយថានៅពេលដែលយើងហាត់ប្រាណគឺយើងត្រូវដឹងពី process ដំណាក់កាលទី1ទី2ទី3អញ្ចឹងដំណាក់កាលទី1ហ្នឹងអីគេដំណាក់កាលទី1ហ្នឹងគឺតកតងជាមួយនឹងការដុតកម្ដៅសាច់ដុំមានន័យថាយើងអាចមុននឹងហាត់ប្រាណគឺយើងអាចពុតខ្លួនពុតប្រាណឲ្យលាស់ដៃឲ្យលាស់ជើងអីតិចចឹងណាបងប្អូនចូលដល់ដំណាក់កាលទី2គឺបងប្អូនចាប់ផ្ដើមធ្វើលំហាត់ប្រាណដូចនៅក្នុងវីដេអូដែលខ្ញុំធ្វើអញ្ចឹងគឺចាប់ពីនឹងទៅរហូតដល់ចប់តែម្ដងហើយសម្រាប់លំហាត់ប្រាណវីដេអូនេះបើបងប្អូនទាំងអស់គ្នាហាត់ពេញបងប្អូនអាចចំណាយពេលវេលា40ទៅ1ម៉ោង40នាទីទៅ1ម៉ោងគឺយើងចំណាយពេលវេលាយូរដែរសម្រាប់លំហាត់ប្រាណទី1នេះផងដែរគេហៅថាសំកាំងបងប្អូនអានេះខ្ញុំភាសាអង់គ្លេសគេហៅផ្លាំបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុងជើងបងប្អូនមើលចុងជើងណូតចុងជើងខ្ញុំណាគឺយើងចុចចុងជើងបែបហ្នឹងមកកែងដៃយើងដាក់ធំជាងដងខ្លួនបន្តិចទេបងប្អូនហើយបងប្អូនដងខ្លួនយើងគឺឲ្យត្រង់បែបហ្នឹងណាប្រឹងសាច់ដុំក្បាលពោះបងប្អូនលំហាត់ប្រាណនេះបងប្អូនដាក់ម្ដង1នាទីបងប្អូនធ្វើវា3ជុំសម្រាប់ខ្ញុំធ្វើ2នាទីប៉ុន្តែសម្រាប់បងប្អូនថ្មីអាចដាក់ត្រឹម1នាទីបានបងប្អូននៅពេលដែលដងខ្លួនយើងខ្លួនយើងឲ្យត្រង់ហ្នឹងបងប្អូនមើលតម្រេកដងខ្លួនរបស់ខ្ញុំណាគឺប្រឹងសាច់ដុំក្បាលពោះញ័រសាច់ដុំក្បាលពោះនឹងគឺបានល្អមែនតែនហ្មងបងប្អូនលំហាត់ប្រាណនេះបងប្អូនធ្វើវា3ជុំណាដាក់1នាទីហើយបងប្អូនសម្រាប់បន្តិចបងប្អូនដាក់1នាទីទៀតហើយសម្រាប់បន្តិចដាក់1នាទីទៀតធ្វើវា3ជុំចាវីដេអូនេះគឺខ្ញុំណូតរៀងវែងដើម្បីឲ្យបងប្អូនទាំងអស់គ្នាឃើញថាតាមពិតទៅអ្វីដែលខ្ញុំធ្វើនេះគឺខ្ញុំបានធ្វើពិតប្រាកដមែនខ្ញុំមិនមែនចេះតែដាក់នាទីឲ្យបងប្អូនទាំងអស់គ្នាធ្វើតាមទេចឹងបងប្អូនណូតច្បាស់មួយណាធ្វើឲ្យបានគ្រប់ចំនួនទើបយើងមានលទ្ធផលល្អបងប្អូនអូខេចូលដល់លំហាត់ប្រាណទី2តើតើជាមួយនឹងលំហាត់ប្រាណទី2នៅក្នុងវីដេអូនេះផងដែរគឺយើងកាយវិការដងខ្លួនរបស់យើងគឺយើងធ្វើបែបនេះហើយដៃរបស់យើងដាក់ស្របជាមួយនឹងធំបើកធំជាងដងខ្លួនប្រអប់ដៃយើងបើកបងប្អូនចុងជើងយើងគឺចុចបងប្អូនទាំងអស់គ្នាបោះដៃទៅលើលំហាត់ប្រាណនេះគឺបានទាំងដើមដៃបានទាំងក្បាលពោះបងប្អូនដុតខ្លាញ់ពេញមួយតួខ្លួនតែម្ដងបងប្អូនធ្វើវាសងខាងបងប្អូនធ្វើវាមកខាងបងប្អូនធ្វើវា30រាប់30ណាបងប្អូនរាប់30ឬក៏រាប់20អាស្រ័យទៅលើអ្វីដែលបងប្អូនអាចធ្វើបានបើបងប្អូនថ្មីអាចធ្វើ20ដូចចំនួនលេខដែលខ្ញុំដាក់នៅលើវីដេអូបានតែបើបងប្អូនស៊ាំហើយបងប្អូនអាចធ្វើវា30អញ្ចឹងអ្នកគីឡូធ្ងន់ហើយដែរបាទខ្ញុំប្រាប់ឲ្យបងប្អូនធ្វើលំហាត់ប្រាណនេះពីព្រោះដោយសារលំហាត់ប្រាណអស់នេះគឺនៅពេលដែលបងប្អូនធ្វើទៅគឺវាអត់ធ្វើទុកកដៃកជើងរបស់បងប្អូនទាំងអស់គ្នាទេជាពិសេសគឺកជើងតែម្ដងបើសិនជាបងប្អូនរៀងគីឡូធ្ងន់បងប្អូនហាត់លំហាត់ប្រាណលោតអីផ្សេងអាចមានបញ្ហាធ្វើទុកកជើងរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងណាបងប្អូនអញ្ចឹងយើងអាចធ្វើលំហាត់ប្រាណអស់នេះបានគឺងាយយើងអាចធ្វើនៅផ្ទះដោយខ្លួនឯងបានគឺអត់សូវប្រើប្រាស់ឧបករណ៍អីច្រើនទេលំហាត់ប្រាណនេះគឺអាចនិយាយបានថាមធ្យមអញ្ចឹងបងប្អូនអាចហាត់បានexercise ទី3នៅក្នុងវីដេអូនេះគឺយើងចាប់ផ្ដើមជាមួយនឹងការប្រើដុំដៃដែលខ្ញុំប្រើនេះបងប្អូនមាន1គីឡូប្រើ1គីឡូមាន2គីឡូប្រើ2គីឡូបានមាន3ក៏ប្រើ3បានដែរបងប្អូនបោះវាទៅឆ្វេងទៅស្ដាំបែបនេះមកហើយកម្លាំងរបស់យើងគឺប្រឹងសាច់ដុំក្បាលពោះចាបងប្អូនលំហាត់ប្រាណនេះគឺស្រកបានមកតួខ្លួនតែម្ដងបងប្អូនលំហាត់ប្រាណនេះបងប្អូនធ្វើវាម្ដង20បងប្អូនធ្វើវា3ជុំដូចគ្នាបងប្អូនរាប់ចឹងណា1 2 3 4 5បងប្អូនរាប់វា20ធ្វើវា3ជុំបែបនឹងឯងបងប្អូនសម្រាប់ការហាត់ប្រាណណាបងប្អូនទោះបីជាយើងមិនមែនជាអ្នកស្គមអីរៀង fit អីដូចគេប៉ុន្តែសាច់យើងនៅពេលដែលយើងអាសាបានហាត់ប្រាណណាគឺសាច់ឈាមយើងគឺសាច់យើងគឺមើលទៅហាប់ណែនស្អាតអញ្ចឹងបងប្អូនបើអាចឆ្លៀតពេលបានគឺបងប្អូនគួរតែឆ្លៀតពេលហាត់ប្រាណទៅការហាត់ប្រាណប្រៀបដូចជាការកែសម្ផស្សដោយធម្មជាតិអញ្ចឹងបងប្អូនគឺវាច្នៃរូបរាងរបស់យើងកន្លែងណាដែលវាមិនបានឥតខ្ចោះបងប្អូនបន្តិចម្ដងរហូតទាន់តែយើងបានដូចអ្វីដែលយើងចង់បានជាក់ស្ដែងដោយលំហាត់ប្រាណនេះផងដែរបងប្អូនលំហាត់ប្រាណនេះសម្រាប់បងប្អូនដែលមានបញ្ហាថ្នាក់ដក់ក្បាលពោះរបស់យើងខ្លាំងណាបងប្អូនលំហាត់ប្រាណនេះគឺពិសេសមែនតែនហ្មងបងប្អូនដាក់ទីនៅកណ្ដាលបែបនេះបងប្អូនលើកជើងបោះទៅឆ្វេងទៅស្ដាំបងប្អូនរាប់វា20បងប្អូនធ្វើវា3ជុំលំហាត់ប្រាណនេះធ្វើមួយគឺចូលបានល្អបងប្អូនតែសម្រាប់ខ្ញុំធ្វើរៀងដោយសារខ្ញុំស៊ាំម៉ៃបងប្អូនអញ្ចឹងខ្ញុំធ្វើពេលខ្លះខ្ញុំធ្វើដល់30បងប្អូននិយាយទៅវីដេអូលំហាត់ប្រាណមុនណាបងប្អូនដែលខ្ញុំកាត់ខ្លីៗហ្នឹងដោយសារខ្ញុំកាត់វីដេអូទេបើតាមតែខ្ញុំហាត់ប្រចាំនៅផ្ទះហ្នឹងគឺខ្ញុំហាត់ច្រើនជាងនឹងបងប្អូនចា
អូខេយើងចូលដល់លំហាត់ប្រាណបន្តលំហាត់ប្រាណបន្តនេះផងដែរគឺយើងដាក់ទីនៅកណ្ដាលជើងយើងប៉ះលើកមកប៉ះចុងជើងបែបនេះហ៎បងប្អូនចាលំហាត់ប្រាណនេះបងប្អូនធ្វើវាម្ដង20បងប្អូនធ្វើវា3ជុំដូចគ្នាបងប្អូនចាធ្វើមួយដៃយើងដាក់ស្របនឹងដងខ្លួនដៃដាក់ស្របដងខ្លួនយើងប្រឹងសាច់ដុំក្បាលពោះលើកជើងយើងឡើងបងប្អូនអត់ប្រឹងដៃណាបងប្អូនហើយក៏អត់ប្រឹងកដែរគឺប្រឹងជើងលើកជើងយើងឡើងប្រឹងសាច់ដុំក្បាលពោះលំហាត់ប្រាណនេះបងប្អូនធ្វើ23ជុំដូចគ្នានៅបច្ចៈជូនបងប្អូនបន្តិចសម្រាប់ចុងជើងយើងគឺដាក់ឲ្យត្រង់បងប្អូនទាំងអស់គ្នាចុងជើងយើងដាក់ឲ្យត្រង់លើកមួយអូខេបងប្អូនទាំងអស់គ្នាចង់បានរៀងបែបនេះទេកូន1កូន2កូន3ហើយប៉ុន្តែបើពូនៅតែរៀបស្មើអត់មានកបឿរៀងនៅតែហាត់ណែនស្អាតមកថ្ងៃហ្នឹងខ្ញុំមកប្រាប់ពីអត្តកម្បាំងធ្វើឲ្យរៀងស្អាតទាំងអស់គ្នាបើទោះជាបងប្អូនមកលើក10 20គីឡូក៏ដោយព្រលឹមឡើងបងប្អូនខ្ញុំអត់ដែរចោលទេជាមួយនឹងការញ៉ាំឡៃមុនកាហ្វេបែបនេះមួយថ្ងៃមួយកញ្ចប់នៅពេលព្រឹកហើយមួយថ្ងៃមួយកញ្ចប់ទៀតនៅពេលល្ងាចញ៉ាំពេលព្រឹកគឺជំនួយការដុតខ្លាំងជាពិសេសជួយជំរុញប្រព័ន្ធរំលាយអាហាររបស់យើងប្រព័ន្ធមេតាបូលីកឲ្យយើងស្រួលរបស់ជួយជុំគុំតែម្ដងបងប្អូនទាំងអស់គ្នាលើកពីជួយរាងកាយរបស់យើងជួយការចងចាំរបស់យើងបានល្អទៀតជួយទប់ឃ្លានទៀតបងប្អូនញ៉ាំវានៅពេលព្រឹកសម្រាប់អ្នកដែលចង់ធ្វើ fasting ឲ្យបានកាន់តែយូរគឺអត់ដាច់ fasting ទេបងប្អូនកាហ្វេនេះលើកពីនេះទៅទៀតណាបងប្អូនកាហ្វេរបស់យើងគឺក្លិនឈ្ងុយហើយរសជាតិឆ្ងាញ់មែនតើបងប្អូនគឺកាហ្វេអារ៉ាប៊ីកាសុទ្ធ 100%កិនថ្មីលីងថ្មីគឺរសជាតិឈ្ងុយបងប្អូនងាយស្រួលក្នុងការញ៉ាំគឺធានាថាញ៉ាំទៅអត់ប៉ះពាល់សុខភាពទេមានការទទួលស្គាល់ពីក្រសួងសុខាភិបាលយើងត្រឹមត្រូវអញ្ចឹងធានាសុខភាពក្នុងការញ៉ាំ 100% បងប្អូនចំណែកត្រឹមតែមួយថ្ងៃ4000រៀលតែប៉ុណ្ណោះបងប្អូនទទួលបានរៀងស្អាតសុខភាពល្អស្បែកស្អាតគ្មានជំងឺអញ្ចឹងណាបងប្អូនទៅរកឯណាមានបងប្អូនដៃមន់កាហ្វេរបស់យើងណាបងប្អូនទិញឥឡូវគឺយើងមាន promotion ថែមជាមួយនឹង fiber ជូនឬក៏ជាមួយនឹង protein ជូនទិញ1ថែម1ទិញ2ថែម2 promotion នេះមានកំណត់បងប្អូនអស់ stock នេះគឺអស់ promotion ហើយអ្នកដែលចង់បានអាចតាក់ទងទិញគ្រប់ដំណាងចែកចាយក្រុមហ៊ុនរួចទូទាំងប្រទេសអរគុណបងប្អូនមិនចាប់ផ្ដើមជាមួយនឹងលំហាត់ប្រាណតាក់ទងជាមួយនឹងការយកក្បាលពោះទៀតបងប្អូនសម្រាប់លំហាត់ប្រាណនេះគឺយើងដាក់វា1នាទីបងប្អូនណូតណាចុងជើងគឺយើងដាក់ឲ្យត្រង់ដៃយើងដាក់ទប់លំនឹងដងខ្លួនរបស់យើងប្រឹងសាច់ដុំក្បាលពោះអារម្មណ៍គឺផ្ដោតទៅលើសាច់ដុំក្បាលពោះដកដង្ហើមចូលជាមួយនឹងការផ្លុំខ្យល់ចេញបងប្អូនលំហាត់ប្រាណនេះគឺបងប្អូនធ្វើវា1នាទីបងប្អូនធ្វើវា3ជុំដូចគ្នាបងប្អូនដាក់វា1នាទីបងប្អូនធ្វើវាមួយចាស្រូបខ្យល់ចេញអស់ច្រឡំវល់ហើយនេះអេដមីននឹងវល់ហ្មងស្រូបខ្យល់ចូលផ្លុំខ្យល់ចេញស្រូបខ្យល់ចូលផ្លុំខ្យល់ចេញដាក់វា1នាទីបងប្អូនចាអូខេបងប្អូនឃើញទេនៅពេលដែលយើងដាក់វាគ្រប់ចំនួនណាគឺពេលវេលាគឺយូរមែនតើដូចវីដេអូនេះគឺជាទូទៅខ្ញុំធ្វើដូចជា7 8វីដេអូដដែលទេប៉ុន្តែវាចំណាយពេលជាទូទៅវាពីមុនយើងធ្វើ7 8ចាស់តែ5នាទីអីចប់ហើយដោយសារខ្ញុំដាក់ខ្លីៗតែដល់ពេលវីដេអូនេះខ្ញុំដាក់វែងតែពេលអញ្ចឹងវាឃើញថាវីដេអូរបស់យើងវាកាន់តែវែងចាមករយៈចុងក្រោយហ្នឹងដោយសារទូរស័ព្ទខ្ញុំវាអាសា full memory ផងបងប្អូនដល់ពេលអញ្ចឹងខ្ញុំកាត់ខ្លីៗទៅឥឡូវគេ update version បានទូរស័ព្ទថ្មីអូយបងប្អូនហើយកំ pl បងប្អូនបន្តិចទៅយើងហាត់ប្រាណហត់អីមក stress អីថែមទៀតទេណោះបងប្អូនចា take it easy ទៅសบายទៅចាលំហាត់ប្រាណនេះយើងប្រើដុំដែក1គីឡូយើងនេះសងខាងអានេះចូលសាច់ដុំចូលក្បាលពោះរបស់ក្បាលពោះខាងលើបានល្អបងប្អូនធ្វើវាមួយណាចា1 2 3 4បងប្អូនលំហាត់ប្រាណអស់នេះជាពិសេសអ្នកដែលខ្ជិលរលំហាត់ប្រាណអីថ្មីបងប្អូនហាត់ក្បាច់ដដែលហ្នឹងរាល់ថ្ងៃបានបងប្អូនព្រោះលំហាត់ប្រាណដែលខ្ញុំធ្វើនេះដូចបងប្អូនទៅជីមមានគ្រូមាន trainer អញ្ចឹងពេលយើងទៅជីមគឺគេពីក្បាលដល់ចុងជើងអញ្ចឹងគឺអញ្ចឹងឯងលំហាត់ប្រាណណាបងប្អូនដូចខ្ញុំធ្វើនៅក្នុងវីដេអូនឹងឯងចាដែលយកក្បាលពោះគឺគេហាត់ប្រហែលលំហាត់ប្រាណនៅក្នុងវីដេអូដូចខ្ញុំរៀបចំជូនបងប្អូនទាំងអស់គ្នាបែបនឹងឯងចាអូខេអានេះសម្រាប់បងប្អូនដែលចង់បានចកេះសក់អេសហ្នឹងគឺលំហាត់ប្រាណនេះគឺល្អមែនទែនបងប្អូនចាបងប្អូនខ្ញុំនិយាយមែនណាមករយៈចុងក្រោយនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងអត់ស្រកគីឡូទេប៉ុន្តែខ្ញុំស្រឡាញ់រឿងខ្លួនឯងមែនបងប្អូនពេលឃើញក្នុងវីដេអូអញ្ចឹងមានអារម្មណ៍ថាកាន់តែស្រឡាញ់រឿងខ្លួនឯងនៅក្រៅពីច្រើនគេថាខ្ញុំទូចហើយខ្ញុំចំណាំមើលតែខ្ញុំថតវីដេអូកាមេរ៉ាផ្ដេកឃើញខ្ញុំរៀងស្គមតែថតកាមេរ៉ាប្រឈរឃើញដូចវាព្រីកអញ្ចឹងឃើញរត់តែថតចាហើយនៅក្នុងកាមេរ៉ាចូលកាមេរ៉ារិចទេបងប្អូន
ចាអូខេបងប្អូន click note លំហាត់ប្រាណនេះបងប្អូនធ្វើ23ជុំដូចគ្នាណាចា and after exercise ចុងក្រោយចាអាហ្នឹងគឺស្រកក្បាលពោះខាងក្រោមបងប្អូនជើងយើងគឺដាក់កែងប្រហែលជាប៉ុណ្ណឹងដឺក្រេមកបងប្អូន and after គឺបងប្អូនដាក់ចុងជើងឲ្យត្រង់លើកឡើងតម្លាក់ចុះលើកឡើងតម្លាក់ចុះធ្វើវាមួយណាលំហាត់ប្រាណនេះបងប្អូនរាប់វា30ឬក៏រាប់20បងប្អូនធ្វើវា3ជុំដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានរាងស្អាតចង់ស្រកក្បាលពោះចង់ស្រករាងចង់បានសាច់ហាប់ណែនវីដេអូនេះគឺត្រូវតែម្ដងអញ្ចឹងកុំភ្លេច share ទុកហាត់ប្រាណតាមវីដេអូនេះទាំងអស់គ្នាហើយបងប្អូនដែលចង់បានលំហាត់ប្រាណអីថ្មីបន្តទៀតបងប្អូន comment ខាងក្រោមមកថាចង់បាន day អីបន្តទៀតអញ្ចឹងណាចាខ្ញុំនឹងរៀបរៀងជាវីដេអូជូនបងប្អូនទាំងអស់គ្នាតែម្ដងអរគុណបងប្អូនដែលតែងតែជួយចិត្តស្រឡាញ់រាប់អានហើយជួយ like និង share វីដេអូរបស់ខ្ញុំកន្លងមកអរគុណមែនទែនជូនពរបងប្អូនសុខភាពល្អទាំងអស់គ្នាជូនពរស្រកគីឡូបានរាងស្អាតទាំងអស់គ្នាឆ្នាំថ្មី